Việt Nam Việt Tinh nóคือដើមកំណើតគាត់មកពីគោបាទឈ្មោះលាវណៃប្រធានសហគមន៍ជនជាតិដើមប្រទេសព្រោះនៅភូមិនំរៃឃុំតតស្រុកកោះខេត្តបាត់ដំបងយើងបានសរសេរជាសំណេររំលេចខ្លីមួយគឺប្រភពនឹងគាត់មកពីណាអញ្ចឹងជនជាតិដើមភាគតិចនេះគឺដើមកំណើតគាត់មកពីគោបាទគាត់មកពីគោដូចក្នុងដែលយើងសរសេរនេះយើងមានពាក្យបរោះជនជាតិដើមភាគតិចនេះគាត់មកសម្ពុកសបញ្ញតពុបញ្ញាហ្នឹងគាត់មកព្រៀនព្រៃតំបន់នេះប៉ុន្តែយើងអត់បានថាចាំឆ្នាំចាំអីទេដោយសារគាត់មកព្រៀនព្រៃនេះគាត់រយៈពេលជាមួយអាទិត្យអីហ្នឹងគាត់អត់បានជួបអីទេគាត់ជួបប្រវាញដល់គាត់យកប្រវាញទៅស្វាយស្ដាច់ដល់អញ្ចឹងស្ដាច់គេហៅថាពេញចិត្តហ្នឹងក៏គាត់បញ្ជូនអ្នកទាំងមកទាំងអស់ហ្នឹងឲ្យមកថែរក្សាព្រៃប្រវាញ12តំបន់ដែលបានយើងទៅសេហ្នឹងហើយទី1មុននឹងដល់ហើយគាត់ដែលមានភូមិថ្ងៃនេះមានកំពង់លំពៅមានតតោវាលឹមហើយនឹងឡង់លមាំងអញ្ចឹងគាត់មករស់នៅដំបងឡើយនៅចំណុចដែលចាស់ថ្ងៃនេះគេហៅថាស្រែទឹកខ្វាយហ្នឹងគាត់ធ្វើស្រែហ្នឹងក្រោយមកទៀតកាលណាខ្វះប្រភពទឹកក្រៅគាត់ជីកដូងថ្ងៃនេះគេឲ្យឈ្មោះមកទល់បច្ចុប្បន្ននេះគេដាក់ថាដូងទឹកខ្វាយហ្នឹងដូងតាហ្នឹងឯងដែលគាត់ធ្វើស្រែហ្នឹងក្រោយមកទៀតអ្នកខ្លះក៏គាត់ទៅនៅខាងតំបន់ពងរៀបអ្នកខ្លះទៅគាត់ទៅនៅតំបន់ភ្នំហើយមួយទៀតថាហេតុអីបានជនជាតិដើមប្រទេសព្រោះភ្នំរេនេះបច្ចុប្បន្នគាត់មានការសែនព្រេនហ្នឹងណាមួយឆ្នាំ4ដងវាមានមូលហេតុអញ្ចឹងហើយតានឹងគាត់ប្រកែហ្នឹងខ្លាហ្នឹងគាត់ទៅចូលរួមវិទ្យាអត់ចូលទៅនេះទៀតតានឹងក៏គាត់ក៏មានថាអត់អីទេបើខ្ញុំឃើញរូងឃើញអីក្នុងតំបន់នេះអស់ហើយមើលដុតពូនដុតចោលឲ្យងាប់អស់អញ្ចឹងខ្លាហ្នឹងគេហៅថាខ្លាសិលក៏ប្រែកលាស្លៀកសពាក់សប្រាប់ថាបើចង់សុកត្រូវធ្វើឲ្យយើងមួយឆ្នាំ4ដងភាសាខាងខ្ញុំគេថាមករណ្ដូវហ្នឹងត្រូវធ្វើឲ្យគេ4ដងខែមៀខែបោខែពិសាបាទមុននឹងកាប់ចកាក៏យើងត្រូវការសែនព្រេមុននឹងដាំក៏សែនអស់មកទល់បច្ចុប្បន្នហ្នឹងហើយប្រហែលថ្ងៃខាងមុខនេះថ្ងៃច័ន្ទត្រូវថ្ងៃទី13ហ្នឹងយើងហៅថាអកអំបុកលើកដងគោមគេរួមអ្នកតាជាដើមបន្តិចគាត់ដូចពូជំរាបជូនថាដើមមិញវាមាន4ភូមិគាត់រកនៅតាំងពីសម័យមុនរាជនិយមសម័យសៀមសម័យបារាំងគាត់នៅហ្នឹងដល់ឆ្នាំ1977សម័យខ្មែរក្រហមហ្នឹងក៏បានផ្លាស់ប្ដូរជនជាតិដើមបន្តិចទៅនៅទីរួមស្រុកសំឡូតអញ្ចឹងចុងឆ្នាំ1978 79ខាងខ្ញុំហ្នឹងគេជំនះទៅនៅស្រុករតនមណ្ឌលឃុំជាការលមុតថ្ងៃនេះឆ្នាំ1980បានខ្ញុំត្រឡប់ពីស្រុករតនមណ្ឌលមកនៅព្រៃវិញឆ្នាំ1980អញ្ចឹងត្រឡប់វិញខ្ញុំឡើងមកនេះឆ្នាំ1991ដែលអញ្ចឹងមានការវិវត្តច្រើនអញ្ចឹងធ្វើឲ្យជំនឿដើមប្រទេសគួរខ្ញុំមានការបាត់បង់ច្រើនបាត់បង់តាំងពីកន្លែងដែលយើងជប់នៅតាំងពីដូនតាអញ្ចឹងភូមិបច្ចុប្បន្ននេះយើងកកើតថ្មីឆ្នាំ1991បាននៅបច្ចុប្បន្ននេះបាទជាតិដើមប្រទេសដែលយើងបានបញ្ជូនទិន្នន័យទៅឲ្យរដ្ឋាភិបាលជាពិសេសក្រសួងអប់រំជនបទហើយនិងក្រសួងមហាផ្ទៃខ្លាញ់នីតិបុគ្គលហ្នឹងគឺ125គ្រួសារស្ត្រី270មនុស្សរាយ456នាក់ដែលយើងបានប្រើទិន្នន័យដែលមន្ត្រីអប់រំជនបទខេត្តបាត់ដំបងគាត់ដែលយកទិន្នន័យនេះប្រើប្រាស់មានបញ្ហាប្រឈមដូចជាបញ្ហាដីធ្លីបញ្ហាផ្សេងៗប៉ុន្តែយើងបានចប់អស់ហើយយើងបានរៀបចំខ្លាយជាសហគមន៍យើងបានដោះស្រាយបញ្ហាហោមនឹងអស់ដែរហើយអត់មានអីទេហើយឥឡូវនេះពូលើកំពុងតែធ្វើបន្តនេះផ្នែកវប្បធម៌ក៏យើងស្រាវជ្រាវហើយអស់ហើយចុះជីក៏ហើយអស់ហើយឥឡូវជំនាញទី2យើងធ្វើការងារទៅលើអភិវឌ្ឍទី1យើងធ្វើទៅលើអភិវឌ្ឍទីកន្លែងទី2យើងលើកស្ទួយជីវភាពសហគមន៍ជនជាតិដើមបន្តិចទី3យើងបានធ្វើទៅលើបម្រែបម្រួលអាកាសធាតុយើងធ្វើតិរុក្ខកម្មហើយបន្តទៀតខ្ញុំគ្រោងធ្វើកន្លែងអេកូទេសចរបូកជាមួយវប្បធម៌ជនជាតិដើមបន្តិចដើម្បីយើងរកប្រាក់ចំណូលខ្លះព្រោះខ្ញុំគិតថាម្ចាស់ជំនួយឬជួយអត់បានយូរវែងទេអញ្ចឹងជនជាតិដើមបន្តិចត្រូវធ្វើអី
ពេលដែលអត់មានអ្នកជួយយើងត្រូវមានភាពរឹងមាំដោយខ្លួនឯងយើងបង្កើនមុខរបរខ្លួនឯងយើងរកសេដ្ឋកិច្ចធ្វើម៉េចកុំឲ្យសហគមន៍នឹងគាត់ជួបបញ្ហាខ្វះហើយទី2យើងពេលដែលយើងធ្វើហ្នឹងយើងទី1យើងកាត់បន្ថយការចំណាកស្រុកទីយើងគេហៅថាកាត់បន្ថយការលក់ដូរដី3យើងជួយទៅដល់បរិញ្ញាសេដ្ឋកិច្ចគ្រួសារជួយយ៉ាងណាឲ្យកូនចៅយើងជំនាន់ក្រោយសិក្សាឲ្យបានគ្រប់គ្រាន់ហើយយើងដឹងហើយសម័យលោកនេះវាវត្តទៅតាមអេជីខលបាទឥឡូវនេះជនជាតិដើមតិចគង់តែរត់តាមវិវត្តទៅតាមអេជីខលបាទហើយមួយទៀតជនជាតិដើមតិចយើងនេះបច្ចុប្បន្ននេះយើងបានផ្សាយតសញ្ញាណយើងបានខ្លាយជាទេបុគ្គលយើងបានចុះជីរួចរាល់អស់ហើយនោះផែនទីយើងបានរៀបចំនៅតែរងចាំដាក់ពីអីរួចរាល់ហើយអញ្ចឹងណាជំនុំពរទៅរាជរដ្ឋាភិបាលអង្គការពាក់ព័ន្ធអង្គការជាតិអន្តរជាតិជំនុំពរឲ្យមានការជួយគ្រប់គ្រងបន្តទៀតធម្មតាការតម្រូវការនៅតែមានហូរហែដើម្បីយើងពង្រឹងសហគមន៍ជនជាតិដើមប្រទេសឲ្យមានការសាមគ្គីគ្នាឯកភាពដើម្បីរក្សាអត្តសញ្ញាណជនជាតិដើមប្រទេសហើយអ្វីដែលយើងមានយើងរក្សាថែទាំបន្សល់ទុកឲ្យសម្រាប់កូនចៅជំនាន់ក្រោយគាត់បានទទួលពីសមិទ្ធផលបាទជាពិសេសអត្តសញ្ញាណតែម្ដងចា៎